តើអ្នកជុំវិញមើលមកថាយើងជាមនុស្សបែបណាអូខេអ្នកទាំងអស់គ្នាអញ្ចឹងយើងមាន3ស្លឹក error ស្លឹកទី1ស្លឹកទី2ហើយជាមួយស្លឹកទី3ឲ្យធ្វើសមាធិបើកភ្នែកមកវិញហើយយើងឃើញស្លឹកណាច្បាស់ជាងគេអញ្ចឹងយើងហៅអាស្លឹកនឹងជាចម្លើយអញ្ចឹងណាអញ្ចឹងសម្រាប់អ្នកដែលគាត់ហៅបានហើយយើងទៅស្រាវចម្លើយទាំងអស់គ្នាអូខេអញ្ចឹងយើងមកមើលសម្រាប់អ្នកដែលគាត់ហៅស្លឹកទី1វាប្រាប់ថាអ្នកជុំវិញអញ្ចឹងណាដែលគេមកយើងដូចយើងហ្នឹងកូនបើអញ្ចឹងលក្ខណៈធ្វើអីខ្លួនឯងអត់សូវបានឬក៏តើមានគេជួយតើមានគេធ្វើនេះធ្វើនោះឲ្យនិយាយទៅដូចពនាងអញ្ចឹងដូចកែវអញ្ចឹងមកតើតាមថែទាំតាម take care ឬក៏អីអញ្ចឹងណាគេមើលមកយើងលក្ខណៈថាអារម្មណ៍រៀង sensitive អញ្ចឹងណាលក្ខណៈតិចយំតិចផ្សោចបានលក្ខណៈអារម្មណ៍រៀងកុំឲ្យមានអីប៉ះពាល់អារម្មណ៍យើងច្រើនអញ្ចឹងណាដូចក្មេងតូចអញ្ចឹងណាគេមើលមកយើងអញ្ចឹងហើយ energy ហ្នឹងអាចនឹងមានអ្នកអាណិតស្រឡាញ់ឬក៏តាមជួយយើងរៀងច្រើនដែរធ្វើនេះធ្វើនោះអីចឹងអាចនឹងទៅនេះទៅនោះឬក៏សុំអីមួយអញ្ចឹងគឺទៅក្រៅអីគេជួយជើងរៀងច្រើនអូខេអញ្ចឹងយើងមកបន្តមើលសម្រាប់អ្នកដែលគាត់ហៅស្លឹកទី2វាប្រាប់ថា energy យើងហ្នឹងគឺជាអ្នកផ្សេងគេមើលមកណាថាយើងជាមនុស្ស extrovert ដូចចូលចិត្តចូលសង្គមចូលចិត្ត party ជួបមនុស្សច្រើនឆ្លាតប៉ាកែជាពិសេសហ្នឹងតាក់ទងជាមួយនឹងការសម្រេចចិត្តមានភាពជាមេដឹកនាំឬក៏ការគិតធ្វើអីមួយហ្នឹងគឺលឿនច្បាស់លាស់ហើយវាត្រឹមត្រូវទៀតអីចឹងណានិយាយទៅអ្នកជុំវិញពេលខ្លះរៀងកោតសរសើរយើងដែរអ្នកមុំអីក៏ហ៊ានចូលមកឲ្យដូចអ្នកថ្មីឬក៏មិត្តភ័ក្តិថ្មីឬក៏សម្បីសង្សារឬក៏អ្នកដែលគេលួចស្រឡាញ់យើងអីអាចនឹងមានគេលួចស្រឡាញ់ច្រើនតែក៏អត់ហ៊ានចូលមកបង្ហាញជាងផ្ទាល់ទេព្រោះអីយើងជាមនុស្ស extrovert លក្ខណៈមាន energy ជាក់លាក់ហើយនិយាយតើចេះបិទបាំងអីនិយាយមិនឃើញមិននិយាយច្បាស់ប្រាប់ចឹងហ្មងដល់ពេលចឹងធ្វើឲ្យអ្នកជុំវិញអ្នកខ្លះគេរៀងខ្លាចយើងដែរចឹងណាតែ energy ហ្នឹងគឺ powerful ខ្លាំងអូខេអញ្ចឹងយើងមកមើលបន្តសម្រាប់អ្នកគាត់ហៅស្លឹកទី3អានេះរៀងសេនបានថាអ្នកដែលគាត់ហៅស្លឹកទី3អាចនឹងជាមនុស្សដែលរៀង sensitive ដូចជា introvert ពាក់កដាល extrovert ពាក់កដាលដោយអារម្មណ៍ដោយស្ថានភាពអញ្ចឹងណាពេលខ្លះគាត់ extrovert ជាមួយនឹងមនុស្សដែលយើងរៀងទុកចិត្តឬក៏ក្រុមដែលយើងរៀងសិនហើយចឹងនិយាយបបាច់បបោចនិយាយអត់ឈប់ហ្មងតែបើទៅអ្នកដែលគេអត់ស្គាល់ឬក៏ទៅចិត្តណាគេនៅក្រៅដែលយើងអត់ស្គាល់ហ្មងស្ងាត់ជ្រាបគឺ introvert សាហាវហ្មងអានេះគឺដោយសារសង្គមដោយសារកន្លែងដោយសារអីចឹងណាដូចមនុស្សយើងដូច energy ដែលមានមនុស្ស2នាក់ច្រឹក2នៅក្នុងមនុស្សតែម្នាក់ឬក៏អីចឹងណាវាប្រាប់ថាការប៉ັດទៅអ្នកដែលគេមើលមកឬក៏អីហ្នឹងគាត់ថាយើងជាមនុស្សប៉ាកែមានសមត្ថភាពជាពិសេសតាក់ទងជាមួយនឹងcreative តាក់ទងជាមួយ idea តាក់ទងជាមួយនឹងពួកសិល្បៈឬក៏អីហ្នឹងគឺយើងប៉ាកែហ្មងគិតចេញហ្មងអ្នកខ្លះដែលមកមើលហ្នឹងអាចជា content creator